រឿងខ្ញុំផលិតទឹកអប់បន្សត់ស្នេហ៍សម្ដេចព្រះការភាគ56ដល់ភាគ60អ្នកនាងតើអ្នកនាងមានអ្វីនិយាយជាមួយយើងទៀតទេចាស់ដោយដែលសម្ដេចបានដឹងហើយថាខ្ញុំជាអ្នកផ្ដល់ទឹកអប់ឯនិចសៀដល់សម្ដេចខ្ញុំដើរតួដូចជាគ្រូពេទ្យរបស់សម្ដេចអញ្ចឹងឆ្លៀតពេលនោះអេរីក៏បានសួរនាំអំពីសុខភាពរបស់សម្ដេចសូមឲ្យសម្ដេចប្រាប់គ្រប់យ៉ាងទាក់ទងជាមួយនឹងសុខភាពរបស់គាត់តើចង្វាក់បេះដូងមានលោតលឿនខុសប្រក្រតីមានឈឺក្បាលឬអស់កម្លាំងអីអត់សម្ដេចតបថាអេរីមកសួរគាត់ដូចជាអ្នកគ្រូពេទ្យមែនទេអញ្ចឹងបើគាត់មិនស្រួលខ្លួនគាត់មកជួបអេរីមិននឹងកើតមុននឹងក្រោយស៊ីត្រេកកងតែជួបជាមួយតួឯកស្រីតើមិនអីទេមែនទេដែលអេរីនៅតែបន្តនៅក្បែរគាត់សម្ដេចឈរមើលរទេះសេះរបស់អេរីចាក់ចេញទៅយ៉ាងស្ងប់ស្ងាត់ការពិតទៅសម្ដេចក៏បានដឹងអំពីដំណឹងរបស់ខំដែរហើយថែមទាំងស៊ើបដឹងអំពីហេតុការណ៍កាលពី16ឆ្នាំមុនទៀតផងមិនតែប៉ុណ្ណោះគាត់ក៏បានដឹងដែរថាហេតុអ្វីបានជាគាត់មិនអាចប្រើប្រាស់វេទមន្តបានស៊ីត្រិចក៏ជាខ្សែរាជវង្សម្នាក់ដែរប៉ុន្តែតាំងពីហេតុការណ៍នោះមកគាត់ដូចជាមនុស្សដែលត្រូវបានគេដាក់បណ្ដាសាព័ត៌មានមួយចំនួនដែលធ្វើឲ្យសម្ដេចដឹងហើយស្លុតចិត្តនោះគឺជារូបថតរបស់កុមារីម្នាក់មិនខុសនោះទេនាងគឺជាតួស្រីអេរីវិនស្តុនមិនបានដឹងទេថានាងគឺជាវត្ថុពិសោធន៍ម្នាក់ដែរប្រហែលជាធម្មពលរបស់នាងខ្លាំងជាងនាងប្រហែលជាមិនដឹងទេថានាងបានកើតមកដោយសារតែការពិសោធន៍នេះប្រកាសជាមូលហេតុដែលពួកអស់នោះខ្លាំមើលនាងដូចនេះកំពុងតែគិតសុកសម្ដេចក៏ធ្វើទុករហូតដល់ព្រោះទៅលើឥដ្ឋការចងចាំមួយចំនួនក៏រំលឹកឡើងនៅពេលនោះគឺជារូបភាពអេរៀលកាលពីនៅតូចតែឯងឈឺចាប់មែនទេស៊ីដ្រេកឯងនឹងមិនឈឺចាប់ទៀតទេណាអេរៀលវិនស្តុននៅពេលដែលយើងគិតអំពីនាងការឈឺចាប់របស់យើងតែងតែរលាយបាត់ព្រោះតែនាងគឺជាអេនិចសៀរបស់យើងនៅពីមុខទ្វារហាងរបស់អេរៀលនៅថ្ងៃនេះស្រាប់តែមានផ្លាកមួយប្រកាសថាផ្អាកដំណើរការបើកហាងរយៈពេល1ខែភ្ញៀវរបស់អេរៀលចាប់ផ្ដើមជ្រួយច្របល់ដែលអេរៀលផ្អាកដំណើរការរកស៊ីបែបនេះតើមានរឿងអ្វីកើតឡើងកុំបារម្ភអីអតិថិជនជាទីស្រឡាញ់ពីព្រោះខ្ញុំនឹងត្រឡប់មកវិញជាមួយនឹងហាងដែលធំជាងមុនតម្រាំតែដល់ពេលនោះសូមរងចាំខ្ញុំបន្តិចណាដំណឹងនេះក៏បានធ្វើឲ្យអតិថិជនរបស់តួស្រីសប្បាយចិត្តមកវិញប្រហែលជាយើងមានរឿងជាច្រើនដែលត្រូវធ្វើមែនទេលីណាចាស់ខ្ញុំពិតជាញាប់ញ័រណាស់អ្នកនាងដោយសារតែហាងរបស់អេរីកំពុងតែរៀបចំឡើងវិញដូចនេះ3អ្នកនេះក៏ត្រូវមកស្នាក់នៅផ្ទះរបស់អេរីបណ្ដោះអាសន្នសិនឪពុករបស់នាងក៏បានចេញមកសួរនាំជាធម្មតាជាពិសេសគឺរឿងដែលអេរីបានចូលរួមក្នុងពិធីជប់លៀងរបស់ខ្សែរាជវង្សអេរីក៏បានអួតយ៉ាងរីករាយអំពីសមិទ្ធផលដែលកូនស្រីម្នាក់នេះសម្រេចបានឪពុករបស់នាងហាក់មានមោទនភាពជាខ្លាំងប៉ុន្តែអេរីមិនខ្វល់ឡើយសូមអនុញ្ញាតរួចហើយអេរីក៏ឡើងទៅបន្ទប់ប្រុចប៉ាគាត់ហៅឲ្យមកញ៉ាំអីសិនក៏គាត់មិនតបអេរីកំពុងតែប្រញាប់ប្រញាល់រៀបចំផលិតទឹកអប់ដើម្បីការពាររឿងរ៉ាវអាក្រក់ៗដែលខានអាចបង្កឡើងអេរីត្រូវតែការពារស៊ីត្រិចរហូតដល់ពេលដែលគេបានជួបជាមួយនឹងលទ្ធិណាប៉ុន្តែទោះបីជាព្យាយាមនិងប្រឹងប្រែងយ៉ាងណាក៏ដោយហើយបើទោះបីជាមានការជួយអំពីជំនួយការទាំងពីរនេះយ៉ាងណាក៏ដោយគ្រប់យ៉ាងគឺនៅតែបរាជ័យគ្នាយើងកុំភ្លេចចូលទៅ Subscribe Channel ថ្មីរបស់ Admin ម្នាក់មួយផងពីព្រោះ Channel ដែល Admin សម្រាប់រឿងរាល់ថ្ងៃនេះដូចអត់សូវស្រួលទេមិនម៉ាបើមានបញ្ហាអី Admin នឹងផុសរឿងនៅក្នុង Channel មួយនេះដែរបើមានបញ្ហាអី Admin ប្រហែលជាត្រូវលុបវីដេអូទាំងអស់នៅក្នុង Channel ចាស់នេះហើយយកទៅផុសនៅក្នុង Channel ថ្មីអញ្ចឹងសង្ឃឹមថាគ្នាយើងច្រឡោជួយចុចម្នាក់មកប៉ាក់មកអីដើម្បីទុកគ្រាន់តាមដានព័ត៌មានរបស់ Admin អញ្ចឹងណាហើយបើបានចុចរួចរាល់ហើយ Admin ក៏សូមអរគុណណាជំនាញផលិតទឹកអប់តែម្យ៉ាងមិនគ្រប់គ្រាន់ទេអេរីត្រូវការអ្នកដែលអាចប្រើប្រាស់វេទមន្តមកជួយបន្ថែមព្រោះតែម្ចាស់បងរបស់យើងរវល់
ទើបយើងធ្វើវាជំនួសពួកទ្រង់យើងក៏ជាមនុស្សម្នាក់ដែលបង្កើតដំណោះស្រាយមកដូចនេះជាការពិតណាស់ដែលយើងគឺជាមនុស្សដែលមានភាពវៃឆ្លាតនិយាយដាច់ខ្លីអរព្រះគុណព្រះអង្គអ្វីៗគ្រប់យ៉ាងត្រូវបានដោះស្រាយហើយដូចនេះខ្ញុំម្ចាស់ពិតជាចង់អរព្រះគុណដល់ទ្រង់អរព្រះគុណព្រះអង្គម្ចាស់ចំពោះរឿងនេះគឺគ្មានអីពិសេសទេត្រូវហើយយើងសុំទោសចំពោះរឿងកាលពីលើកមុនគឺរឿងដែលទ្រង់បានសារភាពទៅកាន់អេរៀននិងរឿងដែលទ្រង់បាននិយាយដាក់អេរៀននៅថ្ងៃនោះគឺមិនអីនោះទេមិនគួរឲ្យជឿដែលទ្រង់មកសុំទោសរាសាមញ្ញដូចជានាងតើពួកយើងអាចស្និទ្ធស្នាលគ្នាដូចជាពេលមុនបានទេព្រះបរគឺខ្ញុំម្ចាស់ត្រូវការជួយរបស់ព្រះបុត្រាអេរៀលចាំបាច់ត្រូវការធម្មពលរបស់ព្រះបុត្រាត្រៀមក្នុងស្ថានភាពបន្ទាន់ដើម្បីទប់ទល់ជាមួយក្រុមខណ្ឌរឿងនេះក៏ជាការបារម្ភរបស់ខ្សែរាជវង្សផងដែរព្រះបុត្រាក៏ព្រមជួយតែទ្រង់ក៏សូមឲ្យអេរៀលផលិតទឹកអាប់ឲ្យទ្រង់ផងមកព្រះបុត្រាហេតុអ្វីបានជាទ្រង់យាងមកកាន់ទីនេះអ្នកនាង Winston នឹងផលិតទឹកអាប់ឲ្យយើងទើបយើងត្រូវមកកាន់ទីនេះឃើញតែព្រះភ័ក្ត្ររបស់ព្រះបុត្រាប៉ារបស់អេរៀលស្រមៃដល់ថ្ងៃការបាត់ទៅហើយអេរៀលក៏បាននាំព្រះបុត្រាមកធ្វើទឹកអាប់ជាមួយគ្នាលើកទី1ហើយណាដែលបានចូលក្នុងបន្ទប់កូនក្រមុំគេព្រះបុត្រាអៀនផងភ័យផងលបែកញើសជោគតើមានក្លិនពិសេសដែលព្រះអង្គម្ចាស់ចូលចិត្តទេគឺយើងចូលចិត្តក្លិនរបស់នាងអានឹងគ្រាន់តែជាការស្រមៃប៉ុណ្ណោះជាក់ស្ដែងទ្រង់មិនហ៊ានធ្វើអីទេសឹកចិត្តអង្គុយក្រហមមុខតែអង្គឯងអ្នកទាំងពីរព្យាយាមធ្វើតែផ្សេងដើម្បីស្វែងរកក្លិនដែលស័ក្តិសមសម្រាប់ព្រះបុត្រាអេរៀលសន្យាថានឹងធ្វើទឹកអាប់សម្រាប់ព្រះបុត្រាឲ្យបានថ្ងៃបន្ទាប់ក្លិនអ្វីហ្នឹងគឺដូចជាក្លិនស្រាទំពាំងបាយជូរស្រាទំពាំងបាយជូរអ្នកនាងរបស់យើងប្រឹងប្រែងធ្វើការណាស់តែពិបាកចិត្តពេកសំងំផឹកតែឯងទៅប្រហែលហើយខ្ញុំបារម្ភពីអ្នកនាងណាលីណាភ្ញាក់ផ្អើលជាខ្លាំងពេលដែលចូលទៅដល់ក្នុងបន្ទប់របស់អេរៀលពិតជាឃើញមានដបស្រាពិតមែនអ្នកនាងបើហត់នឿយសូមប្រាប់ពួកយើងមកពួកយើងនឹងជួយអ្នកនាងនេះមិនមែនជាស្រាក្រហមទេវាគឺជាទឹកអាប់ខ្ញុំគ្រាន់តែយកស្រាក្រហមមកធ្វើជាឯកសារយើងទេតាអេរៀលចង់ពឹងព្រះបុត្រាឲ្យជួយតែមុននឹងទ្រង់ព្រមជួយអេរៀលក៏ត្រូវធ្វើទឹកអាប់សម្រាប់ទ្រង់សិនលោកអេរិនមើលចិត្តតែម្ដងអបនឹងមករញ៉េរញ៉ៃអ្នកនាងរបស់គាត់ទៀតហើយតើទ្រង់មានសារភាពថាទ្រង់ស្រឡាញ់អ្នកនាងទេបើមែនប្រាប់ខ្ញុំកូនចៅគេនេះកាត់ទៅរកសម្ដេចឲ្យសុទ្ធព្រះអង្គម្ចាស់រងចាំខ្ញុំយូរហើយមែនទេអេរៀលមកដល់ចំពេលដែលព្រះអង្គម្ចាស់សម្ងាត់គូររូបភាពរបស់នាងព្រះអង្គម្ចាស់ប្រញាប់បិទបាំងរូបគំនូរកុំឲ្យអេរៀលឃើញតាន់ប៉ុន្តែអេរៀលឃើញខ្ទេចអស់ហើយហ្នឹងអេរៀលធ្លាប់ប្រាប់ព្រះបុត្រាឲ្យសាកធ្វើអ្វីដែលទ្រង់ចូលចិត្តពាក្យទាំងនោះលើកទឹកចិត្តព្រះបុត្រាបានច្រើនណាស់អេរៀលសប្បាយចិត្តណាស់ដែលបានជួយព្រះអង្គម្ចាស់បែបនេះអេរៀលប្រកល់ទឹកអាបដែលបានផលិតរួចរាល់ថ្វាយព្រះបុត្រាឈ្មោះរបស់វាពីរោះទៀតណាដែលទឹកអាបនេះមានឈ្មោះថា Cherry Valley ក្លិននៃទឹកអាបធ្វើឲ្យព្រះបុត្រាស្រមៃឃើញអេរៀលក្នុងសម្លៀកបំពាក់ពណ៌ក្រហមដ៏ស្រស់ស្អាតក្នុងដៃមានស្រាក្រហមមួយកែវខ្ញុំម្ចាស់បានធ្វើវាសម្រាប់ទ្រង់តើទ្រង់មានអារម្មណ៍យ៉ាងណាដែរតើទ្រង់សប្បុព្រះរាជហឫទ័យដែរឬទេយើងសប្បុព្រះរាជហឫទ័យណាទ្រង់ស្មានតែអេរៀលធ្វើទឹកអាប់ពីក្លិនឆេរីដែលមានក្លិនផ្អែមដូចជាបង្អែមតាមិនស្មានថាក្លិនរបស់វាពិតជាទាន់សម័យហើយទាក់ទាញយ៉ាងនេះសោះអេរៀលក៏បាននិយាយពាក្យល្អៗជាច្រើនលើកទឹកចិត្តឲ្យព្រះបុត្រាកាន់តែមានភាពក្លាហាននិងមានភាពជឿជាក់បន្ទាប់ពីបានប្រើប្រាស់ក្លិនទឹកអាប់របស់នាងព្រះបុត្រារំភើបនឹងភាពកក់ក្ដៅរបស់អេរៀលរហូតមិនស្ទាក់ស្ទើរនៅក្នុងការទាញយករាងតូចមកក្រសោបយ៉ាងស្និទ្ធស្នាលអ្នកនាង Winston ពិតជាអរគុណអ្នកនាងណាយើងនឹងរក្សាក្លិនទឹកអប់នេះពេញមួយជីវិតរបស់យើងកុំបារម្ភអី
ពីព្រោះថាបើត្រង់ផ្ដល់ប្រាក់ឲ្យខ្ញុំម្ចាស់នឹងធ្វើទឹកអប់ពេញមួយជីវិតរបស់ខ្ញុំដូចគ្នាមកលុយមិនសំណាំយីប៉ែរកតែគ្នាធ្វើផ្អែមល្ហែមទិញបានពាក្យចាស់ពោលថាឆ្ងាយកាយណាយចិត្តប៉ុន្តែចំពោះសម្ដេចឆ្ងាយកាយខ្វល់ខ្វាយចិត្តមួយថ្ងៃអារម្មណ៍គិតខ្វល់ខ្វាយនឹកតែពីអូនដោយបារម្ភអំពីសុវត្ថិភាពរបស់អេរៀលសម្ដេចក៏បានរៀបចំអង្គរៈបន្ថែមដើម្បីការពារនាងលោកជំនួយការក៏បានឲ្យយោបល់ដើម្បីរៀបចំមេតបដើម្បីការពារអេរៀលបន្ថែមក្នុងកម្មវិធីគម្រប់ខួបមូលនិធិជាតិប៉ុន្តែសម្ដេចមានប្រសាសន៍ថាមិនបាច់នោះទេព្រោះគាត់នឹងចូលរួមដោយផ្ទាល់លោកជំនួយការស្ទើរតែមិនជឿថាថ្ងៃដ៏រវល់បែបនេះសម្ដេចអាចនៅឆ្លៀតទៅតាមអេរៀលបានទៀតសម្រាប់សម្ដេចការការពារអូនគឺជាអត្ថិភាពទី1កម្មវិធីមូលនិធិជាតិគឺជាកម្មវិធីធំបំផុតមួយប្រចាំឆ្នាំដែលមានរយៈពេល3យប់3ថ្ងៃក្រសែភ្នែកគ្រប់គ្នាដែលមើលមកនាងក្នុងពេលនេះគឺខុសពីមុនទាំងស្រុងផ្ទុយពីការមើលងាយប្រមូលផ្ដុំគ្នានិយាយដើមនាងពួកគេបែរជាសម្លឹងមកមើលនាងដោយការកោតសរសើរក្នុងតំណែងជាម្ចាស់ក្សត្រីនៃខេត្តឧសភាអេរៀលក៏បានជួបជាមួយក្មេងៗនិងអ្នកនាងឆាឡតផងដែរកំពុងតែជជែកគ្នាលេងយ៉ាងសប្បាយរីករាយស្រាប់តែមានបុរសប៉ុន្មាននាក់មករញ៉េរញ៉ៃជាមួយអេរៀលក្មេងៗនិងអ្នកនាងឆាឡតមិនស្ទាក់ស្ទើរនោះទេនៅក្នុងការចេញមុខមកការពារអេរៀលពីពួកបុរសអស់នោះសំខាន់មួយមានឯឡង់ប៉ប៉ិនកបីតែបែរជាមកភ័យខ្លាចរត់ផាសក្រញាំនឹងក្មេងស្រីស្ដីឲ្យមិនឲ្យខាតពេលអេរៀលក៏ចេញមកផ្សព្វផ្សាយពាណិជ្ជកម្មអំពីទឹកអប់តាមទម្លាប់អេរៀល Winston ហេតុអីបានជាកូនមកលេងបលាប់បលោជំនួញអីនៅទីនេះគំនិតរបស់បុរសចំណាស់មិនដូរគឺគាត់នៅតែចង់ឲ្យអេរៀលរៀបការជាមួយពួកអ្នកមានប៉ុន្តែអេរៀលនៅតែមិនទាន់ចង់រៀបការទេប៉ារបស់អេរៀលបែរជាគិតថាអេរៀលនៅស្ដាយសម្ដេចទៅវិញនៅក្នុងស្ថានភាពដែលអេរៀលកំពុងក្រពុលមុខជាខ្លាំងរាជបុត្រសង្គ្រោះពិភពលោករបស់តួឯកស្រីក៏បានចេញមកការពិតអ្នកនាងនៅទីនេះសោះអ្នកនាង Winston